ជំរាបសួរលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍មកកាន់ការផ្សាយរបស់កម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះយើងសូមលើកយកប្រធានរឿងសំខាន់ៗដូចតទៅបិទច្រកព្រំដែនជាមួយកម្ពុជាភាគីថៃខាត់បងច្រើនជាងកម្ពុជារាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំចរចាជុំទី2រវាងកម្ពុជាសហរដ្ឋអាមេរិកជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំយុទ្ធសាស្ត្រជំរុញការវិនិយោគនៅក្នុងវិស័យយានយន្តនៅកម្ពុជាក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែតម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម BSRS ឆ្នាំ2025-2028 ដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតបន្ទាប់ពីប្រទេសថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជាកាលពីថ្ងៃសៅរ៍ទី7ខែមិថុនាសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្នបានបង្ហោះសារនៅក្នុងទំព័រ Facebook ផ្លូវការដោយបានបង្ហាញពីតួលេខពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាថៃបើតាមតួលេខពាណិជ្ជកម្មឆ្នាំ2024កម្ពុជានាំទំនិញទៅថៃជាង 1.1000 លានដុល្លារខណៈដែលថៃនាំចូលមកកម្ពុជាជាង 5.2000 លានដុល្លារពលគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1000 លានដុល្លារសម្រាប់5ខែដើមឆ្នាំ2025កម្ពុជានាំទំនិញចេញទៅថៃជាង200លានដុល្លារខណៈដែលថៃនាំចូលទំនិញពីកម្ពុជាជាង 1.5000 លានដុល្លារដែលឡែកនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃទី8ខែមិថុនាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថាភាគីថៃនឹងខាតច្រើនជាងកម្ពុជាដោយសារតែកម្ពុជាទិញទំនិញថៃច្រើនតែនាំទំនិញទៅថៃក្នុងចំនួនតិចតួចបើតាមអ្នកជំនាញដដែលបានអះអាងថានៅក្នុងរដូវកាលនេះជាពិសេសកម្ពុជាពុំមានទំនិញកសិផលច្រើនដូចចុងឆ្នាំដើម្បីនាំចេញទៅថៃនោះទេហេតុនេះកម្ពុជាពុំសូវប៉ះពាល់ខ្លាំងពីការបិទច្រកព្រំដែននោះឡើយอย่าไปลงหนาวอย่าไปลงบอกไม่ฟังอ่ะขายให้ใครនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានដឹងថានៅក្នុងកិច្ចប្រជុំចរចាជុំទី2ភាគីទាំងពីរពលគឺកម្ពុជានិងសហរដ្ឋអាមេរិកបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយឈលលើស្មារតីយោគយល់គ្នាខ្ពស់និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើនបើតាមសេចក្តីប្រកាសព័ត៌មានដដែលភាគីទាំងពីរគ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី3នាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់នៅរដ្ឋធានី Washington មានប្រសាសន៍នៅក្នុងជំនួបជាមួយនឹងតំណាងក្រុមហ៊ុន Toyota នៅរសៀលថ្ងៃទី4ខែមិថុនាឆ្នាំ2025ឯកឧត្តមបណ្ឌិតសភាចាហ៊ានសាហ៊ីបរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំនិងដំឡើងយានយន្តបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតបាននឹងកំពុងរៀបចំយុទ្ធសាស្ត្រជំរុញការវិនិយោគក្នុងវិស័យយានយន្តដើម្បីគាំទ្រដល់វិនិយោគិននិងធុរជននៅក្នុងវិស័យឧស្សាហកម្មយានយន្តទាំងមូលរាប់បញ្ចូលទាំងក្រុមហ៊ុនផ្គុំនិងដំឡើងយានយន្តផងដែរអុកញ៉ាកុងនួនប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានគាំទ្រនិងជំរុញឲ្យមានរោងចក្រដំឡើងយានយន្ត Toyota នៅព្រះរាជាណាចក្រកម្ពុជាទន្ទឹមនឹងនេះអុកញ៉ាប្រធានក្រុមប្រឹក្សាភិបាលបានបដិញ្ញានឹងខិតខំចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជាគូបញ្ជាក់ជូនថាក្រុមហ៊ុន Toyota Suzhou Manufacturing Cambodia គឺជាក្រុមហ៊ុនផ្គុំនិងដំឡើងរថយន្តមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំឡើងរថយន្តចំនួន2ប្រភេទនៅទីផ្សារកម្ពុជាគឺប្រភេទ Pick-up Hilux Rolly និងប្រភេទ SUV Fortuner សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែតម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម BSRS ឆ្នាំ2025-2028ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃសុក្រទី6ខែមិថុនាឆ្នាំ2025នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីតំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានលើកឡើងអំពីភាពចាំបាច់របស់ប្រព័ន្ធនៅក្នុងការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាពលប្រសិនបើគ្មានប្រព័ន្ធ FMIS នោះទេនោះការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនឹងពុំអាចជោគជ័យនោះឡើយ
គួរបញ្ជាក់ជូនថាតាមរយៈនីតិវិធីអនុវត្តការងារទាំងស្រុងនៅក្នុងប្រព័ន្ធ FMS នឹងជួយពន្លឿននិងផ្ដល់ភាពងាយស្រួលជូនដល់មន្ត្រីក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សនិងទាន់ពេលវេលាជាមួយគ្នានេះ FMS នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងព័ត៌មានចំណូលចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីប្រែក្លាយកម្ពុជាឈានទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងចំណូលខ្ពស់នៅឆ្នាំ2050សូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលតែងតែតាមដានការផ្សាយកម្មវិធីព័ត៌មាន FMS ប្រចាំសប្តាហ៍ពីដើមរហូតដល់ចប់កម្មវិធីរបស់យើងនឹងលើកយកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យានិងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMS នៅកម្ពុជាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតសូមអរគុណនិងសូមជម្រាបលា